ការជំនួសបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងបងប្អូនមករៀបលាងក្បាលត្រីដើម្បីឲ្យវាកាត់ក្លិនឆ្អាបបានល្អអញ្ចឹងបងប្អូនដើម្បីយើងស្លទៅវាមានរសជាតិកាន់តែឆ្ងាញ់ដំបូងឡើយខ្ញុំមានក្បាលត្រីមួយក្បាលបងប្អូនក្បាលត្រីឆ្អឹងបងប្អូនយើងទិញពីផ្សារឲ្យគេកាត់ឲ្យស្អាតអញ្ចឹងមកគឺជាដំបូងយើងត្រូវមានកាត់វាមកកាត់វាស្អាតគ្រឿងផ្សំនេះហើយខ្ញុំស្អីបាទហត់ណាស់ទេគឺយើងមានចាំសាំនេះខ្ញុំទៅស្វាមីចិនសិនមកជាប់ពីទៅបងមកទៅទៀតគឺដាក់វាចាក់ឡើងក្តារមកពេលយើងត្រូវការគឺគ្រឿងឈ្ងុយបងប្អូនគ្រឿងឈ្ងុយផ្លែទៀតបងប្អូនដាក់ទីផ្លែបានគេច្បាស់លាងវាចឹងមកធ្វើលើចឹងបងប្អូនគឺកាត់មកកាត់ក្លិនឆ្អាបបានល្អមែនតើគឺទៀតយើងអាចប្រើអំបិលក៏បានដែរប៉ុន្តែសម្រាប់ក្បាលត្រីឆ្ដៅនេះខ្ញុំសាកប្រើក្រូចឆ្មាគឺវាកាត់ក្លិនបានល្អមែនតើបងប្អូនតែបានកាត់ក្លិនបានល្អចាំតែខ្ញុំនឹងគេដាក់ត្រីទៅណាទៅវាទៅទៅទៅមកទៅមកទៀតគឺយើងដាក់ចាក់ទៅលើជើងកងបងវាស្អាតគ្រប់គ្រាន់ណាដាក់មកជើងណាយើងទៅស្អាតថែមពីទឹកទឹកបងប្អូនយើងស្រង់ដាក់កញ្ឆេងនេះងាយៗទេបងប្អូនចំណាំពេលលឿនហើយយើងយកអត់ញឹកមកទៀតគឺបានខ្លាល្អណាស់បងអរគុណច្រើនបងប្អូនទាំងអស់គ្នាបើសិនជាចូលចិត្តសូមជួយចុច like និង subscribe channel របស់នេះខ្ញុំមួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមអរគុណច្រើនដែលសាកល្បងធ្វើបានទាំងអស់គ្នាបងប្អូនណា